មានបញ្ហាតម្រងនោមញ៉ាំប្រភេទខ្ទឹមតាមទឹកឃ្មុំបានដែរឬក៏អត់អញ្ចឹងសម្រាប់បងបើសិនជាសួរថាញ៉ាំបានអត់គឺបងអាចញ៉ាំបានតែបើបងចង់ផ្ដោតសំខាន់ទៅលើការព្យាបាលបញ្ហាតម្រងនោមឬក៏ការការពារបញ្ហាតម្រងនោមគឺខ្ញុំសូមរាយខមមិនជូនបងឲ្យញ៉ាំប្រភេទកន្ទុតព្រៃសមរតាមទឹកឃ្មុំវិញដោយសាររដូវកាលនេះគឺជារដូវកាលដែលយើងទៅនឹងចាប់ផ្ដើមមានជាមួយនឹងផ្លែសមរហើយនឹងផ្លែកន្ទុតព្រៃណាបងអញ្ចឹងដូចបងដឹងហើយថាផ្លែសមរគឺជាអធិរាជផ្លែឈើដែលជាផ្លែឈើចាតាំងពីជំនាន់ព្រះសម្មាសម្ពុទ្ធបងប្អូនហើយប្រភេទផ្លែឈើនេះចាត់ទុកជាផ្លែឈើឱសថហើយក៏ជាផ្លែឈើដែលជួយទៅលើផ្នែកសុខភាពហ្នឹងគឺបានច្រើនផងដែរហើយនេះគឺជាផ្លែកន្ទុតព្រៃអញ្ចឹងមិនថាផ្លែសមរឬក៏ផ្លែកន្ទុតព្រៃទេបងដែលគាត់មានបញ្ហាកាពះពោះវៀនបញ្ហាតម្រងនោមបញ្ហាលើខ្លាញ់ចាបញ្ហាសុខភាពផ្សេងលើស្គរចាឬក៏ទឹកនោមផ្អែមសុទ្ធតែអាចយកប្រភេទផ្លែឈើឱសថនេះយកទៅប្រើប្រាស់ទៅតាមតម្រូវការបានគ្រាន់តែថាការប្រើប្រាស់គឺយើងមានទៅតាមបែបផែនរៀងខ្លួនណាបងណាចាមិនថាយកទៅត្រាំជាមួយនឹងទឹកឃ្មុំត្រាំជាមួយនឹងស្រាសឬមួយក៏យកទៅហាលក្រៀមកិនចេញជាម្សៅញ៉ាំផ្លែស្រស់ធ្វើជាតំណាប់ផ្សេងគឺបានច្រើនមុខមែនតើទៅតាមតម្រូវការអញ្ចឹងបើបងចង់បានអាចធ្វើការកំងបានសម្រាប់ផ្ទះទឹកឃ្មុំខ្មែរចាប់ផ្ដើមមានលក់ផងដែរសូមអរគុណច្រើន